លើថ្មនិយាយទាក់ទងទៅនឹងមនុស្ស5ប្រភេទឲ្យញាតិញោមបានយល់ដឹងណាព្រោះវាជាគ្រឹះគោលមួយដែរនៅក្នុងការដែលយើងគួរសិក្សាព្រោះមនុស្សទាំង5ប្រភេទនេះណានៅក្នុងពុទ្ធសាសនាលោកសំដៅដល់ទី1មនុស្សសមនុស្សសោមនុស្សទេវោមនុស្សនិរិយកោមនុស្សបេតោមនុស្សតិរិឆានោអញ្ចឹងទាំង5ប្រភេទនេះមនុស្សទាំង5ប្រភេទនេះបើតែយើងទាំងអស់គ្នានេះមានកំណើតជាមនុស្សដូចគ្នាក៏ពិតមែនតែកំណើតរបស់មនុស្សយើងនេះកាលណាបង្កើតមកហើយរមែងដល់នៅកំណើតទាំង5នឹងឯងអាស្រ័យលើការប្រតិបត្តិនិងការប្រព្រឹត្តរបស់យើងបើយើងសំពូជទេវតារមែងបានទៅកើតជាទេវតាទោះបីជាពេលនេះនៅក្នុងកំណើតជាមនុស្សក៏ពិតមែនតែកំពុងតែសំពូជជាទេវតាហ្នឹងទៅទី2គឺមនុស្សសមនុស្សសោមានរាងកាយជាមនុស្សតែដឹងខុសដឹងត្រូវហើយភ័យខ្លាចនៅក្នុងវដ្តសង្សារភ័យខ្លាចទៅកើតនៅក្នុងអបាយផ្សេងប្រព្រឹត្តធัวឲ្យល្មមដើម្បីបានកើតជាមនុស្សឡើងវិញបន្តទៀតដល់3ប្រភេទទៀតនោះអ្នកសរុបរួមតែ3ប្រភេទទៀតនោះ3ប្រភេទនោះឯងមានឈ្មោះតែជាមនុស្សដូចគ្នាប៉ុន្តែចិត្តជាកំណត់នោះវាខុសខើចិត្តជាកំណត់នោះវាចេះតែត្រេកអរត្រេកតាអាលណាមិនចេះឆ្អែតលោភលន់របស់អ្នកដទៃចឹងទៅគេថាកាពះប៉ុន្តែឡៅតែចាំខ្លួនឯងមិនរស់ណានោះខ្លះទៀតក៏ធ្វើឲ្យអ្នកដទៃក្តៅក្រហល់កាហាយអញ្ចឹង5ប្រភេទមានតែ2ប្រភេទដែលល្អតែ3ប្រភេទនេះទៀតសោតមានទី1ហ្នឹងមនុស្សតិរិឆានមានរាងកាយជាមនុស្សប៉ុន្តែចិត្តកំណត់ដូចជាតិរិឆានអញ្ចឹងណាត្រូវកាប់ក៏កាប់ត្រូវសម្លាប់ក៏សម្លាប់ណាលេងដឹងខុសត្រូវលេងដឹងម៉ែលេងដឹងឪដោយទី2គឺមនុស្សបេតោមនុស្សនេះឯងស្រីឃ្លានណាមិនចេះឆ្អែតទេមានបណ្ណាក៏មិនចេះឆ្អែតមានហើយនៅតែលុបលន់ចង់បានគ្រប់គេគ្រប់សពបែបយ៉ាងហ្នឹងទី2ទី3មនុស្សនរោមនុស្សនេះឯងវានោមភ្លើងក្តៅរត់រៀលដល់ចិត្តខ្លួនឯងនឹងមួយយ៉ាងហើយនោមអ្នកដទៃឲ្យក្តៅកាហាយដោយការញុះញង់ដោយពាក្យសម្ដីដោយរឿងណាមួយដែលធ្វើឲ្យអ្នកដទៃក្តៅកាហាយអញ្ចឹងអ្នកទឹក3នេះកំណត់ទឹក3នឹងដែលជាកំណត់ជាមនុស្សដែរប៉ុន្តែប្រព្រឹត្តមិនល្អគេឲ្យយើងទៅកើតនៅកន្លែងមិនល្អដូចគ្នាទី1មនុស្សតិរិឆានមានរាងកាយជាមនុស្សបើមិនបានប្រព្រឹត្តធម៌សម្រាប់ជាមនុស្សនៅក្នុងកំណត់ជាមនុស្សនេះទេអញ្ចឹងគេតម្រូវឲ្យយើងទៅកើតជាតិរិឆានហើយទី2គឺមនុស្សបេតោបានកើតជាមនុស្សហើយប៉ុន្តែចិត្តគំនិតដូចជាប្រែតអញ្ចឹងសំពូជប្រែតអញ្ចឹងត្រូវតែកើតនៅប្រែតទៀតទៅនៅនរកប្រែតទៀតទៅដល់ទី3គេឲ្យយើងកើតជាមនុស្សប្រព្រឹត្តធម៌ល្អនំសុខនំសេរីតែយើងកើតជាមនុស្សហើយបែរជាប្រព្រឹត្តរឿងក្តៅកាហាយអញ្ចឹងគេទៅឲ្យទៅកើតនៅក្នុងកន្លែងក្តៅកាហាយគឺមាននរកប្រែតជាដើមណា